ឯកឧត្តមអភិសន្តិបណ្ឌិតជួបប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខនិងសេដ្ឋកិច្ចអាមេរិកចិនដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវរីវ៉ាប្រៃប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខនិងសេដ្ឋកិច្ចអាមេរិកចិនបានជួបពិភាក្សាគ្នាទ្វេភាគីនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី8ខែឧសភាឆ្នាំ2025នេះដោយក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាប្រកបដោយភាពជិតស្និទ្ធអំពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាក់ព័ន្ធក្នុងជំនួបនោះឯកឧត្តមអភិសន្តិបណ្ឌិតបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខនិងសេដ្ឋកិច្ចអាមេរិកចិនសម្រាប់អាណត្តិទី2ដែលជាតួនាទីស័ក្តិសមនឹងបទពិសោធន៍និងស្នាដៃជាច្រើនរបស់លោកជំទាវនិងបានសម្ដែងនូវការអបអរសាទរខួបលើកទី75នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងអាមេរិកដែលឆ្នាំនេះភាគីទាំងពីរបានឯកភាពក្នុងការប្រារព្ធកម្មវិធីផ្សេងៗដើម្បីអបអរសាទរខួបដ៏មានអត្ថន័យនេះក្នុងក្របខ័ណ្ឌអាស៊ានឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថាប្រទេសកម្ពុជាគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាកម្ពុជាអាមេរិកឆ្នាំ2024ឆ្នាំ2027ដែលតួនាទីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងរវាងអាស៊ាននិងសហរដ្ឋអាមេរិកជាការឆ្លើយតបលោកជំទាវរីវ៉ាប្រៃប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខនិងសេដ្ឋកិច្ចអាមេរិកចិនបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិតសសុខាដែលបានអនុញ្ញាតជូនលោកជំទាវនិងសហការីចូលជួបសម្ដែងការគួរសមនាពេលនេះលោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងការបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអង្គភាពអនុវត្តច្បាប់នៃប្រទេសទាំងពីរជាពិសេសការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សគ្រឿងញៀនភេរវកម្មអំពើជួញដូរផ្លូវភេទនិងការពារអនិច្ចជនជាដើម